ថ្ងៃនេះយើងនឹងមកដឹងពីអត្ថន័យនៃ candlestick នីមួយៗហើយវីដេអូនេះសម្រាប់អ្នកដែលទើបតែ trade ឬក៏ trade យូរហើយដូចគ្នាអញ្ចឹងនៅក្នុង candlestick វាមាន body ដែល body ហ្នឹងវាប្រាប់ពីកន្លែងដែល candlestick នឹងបើកហើយនឹងកន្លែងដែលវាបិទហើយក្រៅពីហ្នឹងក៏យើងមាន shadow ដែលប្រាប់ពីចំណុចខ្ពស់ទាបនៃ candle បើសិនជា bearish candle ដូចគ្នាគឺខុសតែកន្លែងបើកហើយនឹងកន្លែងបិទទេអញ្ចឹងបើសិនជា bearish candle មួយមាន wick នៅខាងក្រោមហ្នឹងវែងអញ្ចឹងវាមានន័យថា candlestick មួយហ្នឹងគឺបានចុះមកតម្លៃដែលទាបហើយពេលដែលវាបិទទៅវិញគឺវាបិទនៅខាងលើតែកន្លែងហ្នឹងវាផ្ដល់សញ្ញាថាអ្នក buy ហ្នឹងកំពុងតែមាន momentum នៅក្នុងទីផ្សារហើយបើសិនជា bullish វិញវាមានន័យថាអ្នក sell ហ្នឹងកំពុងតែមាន momentum ដូចគ្នាហើយបើ candlestick sideways វិញ candlestick ហ្នឹងវាបានបង្កើត low ដែលជាចំណុចទាបនៃ candle ហើយក៏បានបង្កើត high ដូចគ្នាប៉ុន្តែដល់ពេលបិទវាបានចូលមកបិទនៅត្រង់ចំណុចកណ្ដាលតែ candle បែបហ្នឹងគឺវាអត់ទាន់មានទិសដៅច្បាស់លាស់ទេអញ្ចឹងបើអ្នកនរគ្នាមានសំណួរអាច comment នៅខាងក្រោមឬក៏ឆាតមកខ្ញុំតាម Telegram ផ្ទាល់ក៏បាន